បាទសូមគោរពនឹងជម្រាបសួរប្រិយមិត្តពុកម៉ែបងប្អូនទូទាំងទស្សនិកជនទាំងអស់ជាទីគោរពនិងជាទីរាប់អានបាទខ្ញុំបាទ MCView មកជួបជុំអ្នកទាំងអស់គ្នាសាជាថ្មីម្ដងទៀតហើយដែលខ្ញុំបាទសូមពំនាំនៅរឿងរ៉ាវមួយដែលនិយាយអំពីទំនាយចិនមនុស្សរោមច្រើននិងមនុស្សរោមតិចបាទចឹងជាធម្មតាមនុស្សយើងប្រុសដែលតែងតែមានរោមនៅលើដៃក៏ដូចជានៅជើងក៏ដូចជាខ្លួនប្រាណរបស់យើងជាដើមប៉ុន្តែមនុស្សទាំងអស់នោះមានរោមតិចនិងរោមច្រើនគឺអាស្រ័យទៅលើប្រភេទមនុស្សផ្សេងៗគ្នាហើយមនុស្សដែលមានរោមតិចឬក៏ច្រើននោះឬក៏អត់មានរោមនោះវាក៏បានបង្ហាញនៅលក្ខណៈក៏ដូចជាអត្តចរិតរបស់បុគ្គលដូចខាងក្រោមបាទចាស់បុរាណចិនមានក្បួនទូទាយការកំណត់ចំណាំក៏ដូចជាទំនាយក្នុងការរស់នៅជាច្រើនក្នុងនោះផងដែររោមនៅលើខ្លួនមនុស្សម្នាក់ៗសុទ្ធសឹងតែអាចប្រាប់អំពីជើងលេខជោគវាសនាកត្តាសំណាងនាថ្ងៃអនាគតបានគ្រាន់តែលោកអ្នកមិនដែលបានដឹងតែប៉ុណ្ណោះដូច្នេះខ្ញុំនឹងបាទសូមធ្វើការអត្ថាធិប្បាយជូនតែម្ដងជាដំបូងក្បួនបុរាណចិនលោកបានធ្វើការបែងចែកមនុស្សដែលមានរោមខ្លួនជាពីរប្រភេទគឺមនុស្សរោមខ្លួនច្រើននិងមនុស្សរោមខ្លួនតិចតែក៏មានមនុស្សឥតមានរោមផងដែរប៉ុន្តែមិនទាន់ធ្វើការបកស្រាយជូនឡើយបាទដូច្នេះខ្ញុំនឹងបកស្រាយជូនតែម្ដងទី1មនុស្សដែលមានរោមច្រើនគឺជាមនុស្សប្រភេទនេះគឺមានចរិតកំណើតរឹងប៉ឹងអង្អាចមានគំនិតជ្រៅជ្រះមានមនសិការខ្ពង់ខ្ពស់មានគំនិតពង្រីកចំណេះដឹងដែលគេមានស្រាប់ពីមុនមកមានឆន្ទៈដឹកនាំមនុស្សនៅក្បែរខ្លួនមានភាពលោភលន់និងចូលចិត្តផ្លូវកាមគុណបាទមនុស្សនេះមិនងាយលង់នឹងពាក្យសម្ដីអ្នកដតីនិយាយប្រាប់ឡើងដល់រាបណាភ្នែកទាំងសងខាងគេមិនទាន់បានឃើញរឿងរ៉ាវពិតប្រាកដនោះបាទហើយមនុស្សប្រភេទនេះគឺក៏ជាមនុស្សដែលមានកតចរិតអង្អាចមានគំនិតជ្រៅជ្រះមានមនសិការខ្ពស់មានគំនិតពង្រីកចំណេះដឹងផងដែរបាទប៉ុន្តែតម្រង់ដែលលេខសំណាងរបស់គាត់នឹងលេខសំណាងគឺលេខ2លេខ4និងលេខ5ពណ៌សំណាងពណ៌សនិងពណ៌ខ្មៅបំរាមទិសរកស៊ីទិសបច្ចឹមនិងទិសពាយ័ព្យទិសសំណាងទិសបូនិរដីនិងតេក្សិនថ្ងៃសំណាងថ្ងៃច័ន្ទថ្ងៃប្រហ័សនិងថ្ងៃសុក្រថ្ងៃរិស័យអនគឺថ្ងៃអង្គារបាទបន្តមកទៀតចូលមកដល់ចំណុចទី2ដែលតាក់ទងទៅលើបុគ្គលក៏ដូចជាមនុស្សទាំងឡាយណាដែលមានរោមតិចឬក៏ហៅថាអត់សូវមានរោមតែម្ដងមនុស្សប្រភេទនេះមានចរិតទន់ខ្សោយខាងផ្លូវចិត្តមានគំនិតមធ្យមព្រោះឆាប់ខឹងឆាប់បាត់ពិចារណាលឿនមិនបានគិតពីកំហុសឲ្យគ្រប់ជ្រុងគ្រប់ជ្រោយនោះទេតែជាមនុស្សមានឆន្ទៈខ្ពស់មានភាពលោភលន់ចង់បានភាពមានបានតែមិនទៅបំពេញអ្នកដតីមានសម្ដីត្រង់ទៅត្រង់មកប្រកាន់សច្ចៈនិងមានកម្រិតមធ្យមខាងចំណងកាមគុណមនុស្សនេះមានចំណុចខ្សោយត្រង់គឺទុកចិត្តមនុស្សក្បែរខ្លួននិងមានទំនោរយ៉ាងម៉េចបាទនិយាយចេញទៅគឺយ៉ាងហ្នឹងដែលធ្វើឲ្យមានមនុស្សស្រឡាញ់ច្រើនតែស្អប់ក៏ច្រើនដែរទម្រង់លេខសំណាងរបស់គាត់គឺលេខ1លេខ7និងលេខ9ពណ៌សំណាងគឺពណ៌សពណ៌ក្រហមនិងពណ៌បៃតងត្រួយបាទហើយនឹងពណ៌ចេកខ្ចីបំរាមទិសរកស៊ីទិសអាគ្នេយ៍ទិសតេក្សិនហើយទិសសំណាងគឺទិសបូទិសឦសានទិសឧត្តរនិងទិសពាយ័ព្យហើយថ្ងៃសំណាងរបស់គាត់គឺថ្ងៃពុធថ្ងៃប្រហ័សនិងថ្ងៃអាទិត្យថ្ងៃរិស័យដែលអនគឺថ្ងៃច័ន្ទបាទជាយើងសូមចំណាំទាំងអស់គ្នាការទូទាយគ្រាន់តែជាការផ្ដល់យោបល់ប្រាប់ជាដំណឹងនិងព្យាករណ៍រឿងមួយចំនួនក្នុងជីវិតរបស់មនុស្សទូទៅតែប៉ុណ្ណោះបើចង់ឲ្យមានភាពច្បាស់លាស់ជាងនេះយ៉ាងហោចណាស់ក៏ត្រូវយកថ្ងៃខែឆ្នាំកំណើតម៉ោងកំណើតទម្រង់មុខបូកជាមួយនឹងការរស់នៅប្រចាំថ្ងៃឧទាហរណ៍ការរៀបកុងម៉ាហឹងព្រះជំនាញផ្ទះក្នុងផ្ទះរបស់អស់លោកអ្នកជាដើមទើបធ្វើឲ្យដឹងអំពីជោគវាសនាពិតប្រាកដរបស់អស់លោកអ្នកប្រសើរជាងនេះបាទអូខេនេះគឺជាក្បួនទូទាយដែលចាស់បុរាណចិនគាត់បានសម្គាល់ទៅលើបុគ្គលទាំងឡាយណាតាំងពីបរមបុរាណមកម្លេះហើយក៏បានកំណត់នៅអត្តចរិតរបស់បុគ្គលទៅតាមប្រភេទមនុស្សដែលមានរោមតិចនិងរោមច្រើននៅក្នុងទូទាំងប្រទេសនៅក្នុងក៏ដូចជានៅក្នុងសកលលោកតែម្ដងបាទអូខេខ្ញុំមានតែប៉ុណ្្នឹងទេដែលចែកជូនដល់លោកអ្នកឲ្យបានជ្រាបអំពីរឿងរ៉ាវទាំងអស់នេះដូច្នេះខ្ញុំសូមបញ្ចប់ត្រឹមនេះចុះខ្ញុំសូមអរគុណសូមគោរពលា